សួស្តីនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ខ្ញុំកំពុងស្ថិតនៅក្នុងទីក្រុងហៃដ្រាបាតរដ្ឋទីឡង់កាណានៃប្រទេសឥណ្ឌាបាទនៅព្រឹកនេះខ្ញុំបានទស្សនាបឹងហ៊ូសែនសាហ្គាដែលជាបឹងដ៏ធំមួយក្នុងទីក្រុងនេះទេសភាពវឹងល្វើយមែនទែននៅកណ្ដាលបឹងហ៊ូសែនសាហ្គានេះមានការសាងសង់រូបសំណាកព្រះពុទ្ធមួយចំហដ៏ធំមួយបាទហើយខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីនោះបាទដើម្បីថ្វាយបង្គំព្រះនៅក្នុងរដ្ឋទីឡង់កាណានេះមានអ្នកកាន់ពុទ្ធសាសនាប្រហែលខ្ទង់ជា 50,000 នាក់ប៉ុណ្ណោះទេបាទប៉ុន្តែពុទ្ធសាសនាហាក់ដូចជាទូលំទូលាយនៅទីនេះបាទដោយសារប្រជាជនជាច្រើននៅតែមានជំនឿទៅលើពុទ្ធសាសនាផងដែរបាទទោះបីជាគេកាន់សាសនាហិណ្ឌូក៏ដោយឥឡូវនេះខ្ញុំបានមកដល់កូនកោះដែលមានព្រះពុទ្ធរូបបាទខ្ញុំបានថ្វាយបង្គំព្រះប្រកបដោយសេចក្តីជ្រះថ្លានៅក្នុងប្រទេសឥណ្ឌានេះបាទមានជនជាតិឥណ្ឌាជាច្រើនដែលមកទីនេះជារៀងរាល់ថ្ងៃដើម្បីថ្វាយបង្គំព្រះអ្នកខ្លះក៏កាន់សាសនាហិណ្ឌូអ្នកខ្លះទៀតកាន់សាសនាព្រះពុទ្ធតែម្ដងបាទព្រះពុទ្ធរូបមួយចំហដែលឆ្លាក់ពីថ្មភក់នេះគឺមានថ្វីដៃដ៏អស្ចារ្យមើលទៅគួរឲ្យស្កេចសរសើរណាស់បាទហើយនៅលើកូនកោះនេះភាគច្រើនគេមកថ្វាយបង្គំព្រះតែម្ដងបាទដោយសារនៅលើកូនកោះនេះមិនមានអ្វីជាទេសចរទេបាទគឺមកថ្វាយបង្គំតែម្ដងពិតជាមានសេចក្តីជ្រះថ្លាមែនបាទនៅលើខឿននៃព្រះពុទ្ធរូបនេះមានឆ្លាក់អំពីពុទ្ធវត្តមាននេះដូចជាទ្រង់ប្រសូតទ្រង់យាងសាងភ្នោះទ្រង់ត្រាស់ដឹងបាទរូបចម្លាក់ទាំងនេះគឺមិនខុសពីរូបគំនូរដែលគូរលើជញ្ជាំងវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាយើងទេបាទមើលទៅដូចជាមានសេចក្តីជ្រះថ្លាមែនទេនៅទីនេះបន្ទាប់ពីបានថ្វាយបង្គំនិងទស្សនាជុំវិញព្រះពុទ្ធរូបហើយខ្ញុំក៏ដូចជាទេសចរដទៃទៀតត្រូវត្រឡប់ទៅកាន់ដីគោកវិញបាទដោយសារនៅទីនេះគេឲ្យយើងនៅលើកោះត្រឹមតែ10នាទីប៉ុណ្ណោះហើយក៏យើងឡើងទូកទៅវិញត្រឡប់ទៅកាន់ដីគោកដែលស្ថិតនៅក្នុងមុខមានរដ្ឋាភិបាលនៃរដ្ឋទីឡង់កាណាតែម្ដងបាទម្នាក់ប្រកបដោយសេចក្តីជ្រះថ្លាជាទីបំផុតបាទសូមអនុមោទនាគ្រប់គ្នាបាទសូមអរគុណ